ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកាវីឡាមានប្រធានបទមួយចង់ចែកម្លែកទៅជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះហ្នឹងគឺការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមយើងដឹងហើយថាបច្ចុប្បន្ននេះជំងឺទឹកនោមផ្អែមមានការកើនឡើងជាខ្លាំងទាំងប្រទេសដែលកំពុងអភិវឌ្ឍនិងប្រទេសដែលអភិវឌ្ឍចំពោះជំងឺទឹកនោមផ្អែមគឺជាការកើនឡើងនៃកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមដែលបណ្ដាលមកពីកត្តាធំៗចំនួន2គឺដំណពូជនិងរបៀបរបបនៃការរស់នៅរបស់បុគ្គលម្នាក់ៗចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមនេះគឺយើងពឹងផ្អែកទៅលើពីររបៀបទី1គឺរោគសញ្ញានៃអ្នកជំងឺនិងការធ្វើតេស្តឈាមអ្នកជំងឺចំពោះរោគសញ្ញានៃអ្នកជំងឺទឹកនោមផ្អែមនេះរួមមានស្រេកទឹកខ្លាំងនោមញឹកស្រក់គីឡូឃ្លានច្រើនព្រើលភ្នែកស្ពឹកដៃស្ពឹកជើងអស់កម្លាំងនិងដំបៅជាក្រសាសផងដែរពោះរោគសញ្ញាទាំងអស់នេះជួនកាលមានជួនកាលអត់ដូច្នេះសូមបងប្អូនអញ្ជើញទៅធ្វើការតេស្តឈាមដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់លាស់មួយទៀតនោះគឺជាការធ្វើតេស្តឈាមក្នុងការធ្វើតេស្តឈាមនោះគឺយើងបែងចែកជា3ទី1គឺការធ្វើតេស្តឈាមមុនអាហារឬក្រោយញ៉ាំអាហារ8ម៉ោងហើយទី2នោះគឺជាការធ្វើតេស្តឈាមរកមើលកម្រិតជាតិស្ករនៅក្នុងឈាម2ម៉ោងក្រោយពេលផឹកទឹកស្ករ75ក្រាមតែពុំសូវមានគេធ្វើនោះទេក្នុងពេលបច្ចុប្បន្ននេះទី3នោះគឺជាការធ្វើតេស្តឈាម hemoglobin A1C ឬយើងអាចហៅបានថា HbA1c គឺជាការធ្វើតេស្តឈាមរកមើលកម្រិតជាតិស្ករដែលមាននៅជាប់ក្របឈាមក្រហមរយៈពេល2ទៅ3ខែចុងក្រោយតែកម្រិតជាតិស្ករនៅក្នុងឈាមប្រមាណទើបយើងចាត់ទុកថាអ្នកជំងឺបានកើតនៅជំងឺទឹកនោមផ្អែមចំពោះកម្រិតជាតិស្ករមុនអាហារឬក្រោយពេលញ៉ាំអាហារ8ម៉ោងធំជាង126មីលីក្រាមក្នុង1ដេស៊ីលីត្រឈាមនិង HbA1c ឬហៅថា hemoglobin A1c ធំជាង 6.5% នោះយើងអាចចាត់ទុកថាអ្នកជំងឺបានកើតនៅជំងឺទឹកនោមផ្អែមរួចហើយក្នុងករណីដែលបងប្អូនមានរោគសញ្ញាឬអាការៈដូចខ្ញុំបានជម្រាបជូនខាងលើសូមបងប្អូនអញ្ជើញទៅធ្វើការតេស្តឈាមដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់លាស់សូមអរគុណ